បាយធ្លាយហើយបាយធ្លាយរឿងធំមួយនៅក្នុងប្រទេសថៃលោកអនុទានច័ន្ទវរៈគុលនាយករដ្ឋមន្ត្រីរបស់ថៃលើកនេះមិនដឹងរត់ផ្លូវណាទេបើរោគច្រកចេញមិនរួចមានតែផ្លូវស្លាប់តែប៉ុណ្ណោះតាមដានទេសនាឲ្យបានដល់ចប់ជាមួយនឹងខ្ញុំទាំងអស់គ្នាដើម្បីឲ្យដឹងអំពីព្រឹត្តិការណ៍ព័ត៌មានដែលមានប្រភពចេញពីប្រទេសថៃខ្លួនឯងផ្ទាល់តែម្ដងទេសនាចប់ពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចណា like comment និង share ចែករំលែកឲ្យបងប្អូនយើងបានឃើញផងហើយដើម្បីតាមដានបន្តនៅព្រឹត្តិការណ៍ព័ត៌មានជារៀងរាល់ថ្ងៃបងប្អូនកុំភ្លេចចុច subscribe របស់ channel យើងខ្ញុំម្នាក់មួយផងកុំឲ្យខាតពេលយូរចូលទៅកាន់ព្រឹត្តិការណ៍ព័ត៌មានពិស្ដារដូចតទៅនាថ្ងៃអាទិត្យទី23ខែសីហាឆ្នាំ2026មជ្ឈមណ្ឌលស្ទង់មតិជាតិ NIDA របស់ប្រទេសថៃបានទម្លាក់គ្រាប់បែកព័ត៌មានដ៏កក្រើកមួយតាមរយៈការចេញផ្សាយអំពីលទ្ធផលនៃការស្ទង់មតិជាសាធារណៈក្រោមប្រធានបទក្តៅគគុកថាដោយមានបញ្ហាជាច្រើនតើរដ្ឋាភិបាលនឹងអាចរស់រានមានជីវិតបានដែរឬទេដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅរបាយការណ៍ស្ទង់មតិនេះបានលាតត្រដាងយ៉ាងច្បាស់អំពីវិបត្តិស្ថិរភាពដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកអនុទានច័ន្ទវរៈគុលកំពុងតែប្រជុំមុខយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យសាធារណជនជាង 37.86% បានដាក់ក្តីសន្និដ្ឋានរួចជាស្រេចថារដ្ឋាភិបាលមួយនេះទំនងជាមិនអាចរស់រានមានជីវិតបានឬក៏បន្តដំណើរទៅមុខរួចទេអ្វីដែលជាចំណុចក្តៅគគុកនិងទាក់ទាញចំណាប់អារម្មណ៍ជាទីបំផុតនោះគឺការរកឃើញថាកត្តាដែលរុញច្រានឲ្យរដ្ឋាភិបាលថៃធ្លាក់ចូលទៅក្នុងហានិភ័យខ្ពស់បំផុតគឺមិនមែនជាបញ្ហាខាងក្រៅនោះទេប៉ុន្តែវាផ្ដើមចេញអំពីអំពើពុករលួយចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋតែម្ដងភាពរង្គោះរង្គើនៃទំនុកចិត្តនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការថយចុះនៃប្រជាប្រិយភាពនិងការខកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់លោកអនុទានស្របពេលដែលបញ្ហាសង្គមនិងបញ្ហាសេដ្ឋកិច្ចជាច្រើនកំពុងតែបន្តគៀបសង្កត់ឥតឈប់ឈរសំណួរដ៏ធំដែលអ្នកតាមដាននយោបាយកំពុងតែចោទសួរនោះគឺតើលោកនាយករដ្ឋមន្ត្រីអាចទប់ទល់ជាមួយនឹងរលកនៃវិបត្តិទាំងនោះបានដោយរបៀបណាខណៈដែលសម្លេងគាំទ្រពីមហាជនដែលកំពុងតែធ្លាក់ចុះយ៉ាងលំដាប់បែបនេះលទ្ធផលនៃការស្ទង់មតិនេះមិនត្រឹមតែជាការដាស់តឿនទៅដល់គណៈរដ្ឋមន្ត្រីប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសញ្ញាព្រមានអំពីការផ្លាស់ប្ដូរនយោបាយដែលអាចនឹងកើតឡើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរការចាប់អារម្មណ៍របស់សាធារណជនទៅលើរបាយការណ៍នេះគឺដោយសារតែវាឆ្លុះបញ្ចាំងចំទៅលើបញ្ហាជាក់ស្ដែងដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះប្រចាំថ្ងៃនៅក្នុងប្រទេសថៃផ្អែកទៅលើការវិភាគទិន្នន័យលម្អិតពីការស្ទង់មតិនេះបញ្ហាដែលកំពុងតែបំផ្លាញស្ថិរភាពរដ្ឋាភិបាលខ្លាំងជាងគេបំផុតដោយជាប់ចំណាក់ថ្នាក់លេខ1គឺករណីអំពើពុករលួយនៅក្នុងការប្រឡងចូលបម្រើការងារនៅក្នុងរដ្ឋបាលមូលដ្ឋានដែលមានអ្នកឆ្លើយតបរហូតទៅដល់ 62.75% បានចង្អុលបង្ហាញចំបញ្ហានេះបានធ្វើឲ្យមហាជនអស់ជំនឿយ៉ាងខ្លាំងទៅលើដំណាភៀបនៃប្រព័ន្ធជ្រើសរើសមន្ត្រីរាជការដោយសបញ្ជាក់ឲ្យឃើញថាយន្តការរដ្ឋបាលនៅថ្នាក់មូលដ្ឋានកំពុងតែរងការយាយីដោយអំពើបពុនិយមនិងការសូកប៉ាន់យ៉ាងអនាធិបតេយ្យបន្ទាប់ពីបញ្ហាអំពើពុករលួយករណីដែលគួរឲ្យព្រួយបារម្ភលំដាប់ទី2នោះគឺការចោទប្រកាន់អំពើខុបខិតគ្នានៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានប្រជាជនចំនួន 55.88% ចាត់ទុកថាគឺជាការគំរាមកំហែងទៅដល់ស្ថិរភាពរដ្ឋាភិបាលការលេចចេញនៅភាពមិនប្រក្រតីនៅក្នុងស្ថាប័ននីតិបញ្ញត្តិកំពូលមួយនេះបានធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យយ៉ាងខ្លាំងចំពោះភាពស្របច្បាប់និងអំណាចរបស់ស្ថាប័នព្រឹទ្ធសភាដែលជាឆ្អឹងខ្នងនៃលទ្ធិប្រជាធិបតេយ្យថៃគួបផ្សំទៅនឹងបញ្ហាទាំងពីរខាងលើនេះកំហឹងរបស់មហាជនកាន់តែពុះកញ្ជុលឡើងដោយសារតែពួកគេយល់ថាក្រុមអ្នកនយោបាយកំពុងតែយកអំណាចរដ្ឋមកបម្រើឲ្យផលប្រយោជន៍បកពួកខ្លួនឯងជាជាងការបម្រើឲ្យផលប្រយោជន៍ជាតិសន្ទុះនៃការមិនពេញចិត្តនេះគឺជារលកសញ្ញាដ៏គ្រោះថ្នាក់ជាទីបំផុតដែលអាចឈានទៅរកការតវ៉ាឬក៏ការបះបោរផ្នែកនយោបាយប្រសិនបើរដ្ឋាភិបាលមិនមានវិធានការដោះស្រាយជាបន្ទាន់និងប្រកបទៅដោយប្រសិទ្ធភាពនោះទេភាពអសកម្មនៅក្នុងការចាត់ការវិធានការផ្លូវច្បាប់ទៅលើមន្ត្រីពុករលួយកាន់តែធ្វើឲ្យប្រជាជនអស់សង្ឃឹមនិងងាកចេញអំពីការគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្នបន្តិចម្ដងក្រៅអំពីបញ្ហាអំពើពុករលួយនិងការខុបខិតផ្នែកនយោបាយរបាយការណ៍ NIDA ក៏បានគូបញ្ជាក់អំពីកត្តាគៀបសង្កត់ជាច្រើនទៀតដែលកំពុងតែកាត់បន្ថយអាយុកាលរដ្ឋាភិបាលជាក់ស្ដែងករណីស៊ើបអង្កេតទៅលើរឿងស្រូវខៅក្រដុងដែលคล้ายទៅជាប្រធានបទដ៏ក្តៅគគុកមួយទៀតដែលមានសមាជិកព្រឹទ្ធសភានិងប្រជាជនចំនួន 42.29% កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ដោយសារតែវាពាក់ព័ន្ធជាមួយផលប្រយោជន៍របស់ប្រជាកសិករនិងការគ្រប់គ្រងធនធានរដ្ឋទន្ទឹមនឹងនេះផងដែរវិបត្តិសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋថៃកំពុងតែคล้ายទៅជាបន្ទុកដ៏ធ្ងន់ធ្ងរដោយការប្រែប្រួល
តម្លៃធម្មពលនិងប្រេងឥន្ធនៈទទួលបានការព្រួយបារម្ភអំពីអ្នកឆ្លើយតបចំនួន 37.33% អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺចំនួនការទូតនិងព្រំដែនរវាងប្រទេសថៃនិងកម្ពុជាក៏ត្រូវបានប្រជាពលរដ្ឋថៃចំនួន 33.36% ចាត់ទុកថាជាបញ្ហាធំដែលអាចជះឥទ្ធិពលអវិជ្ជមានទៅដល់ស្ថិរភាពរបស់រដ្ឋាភិបាលលោកអនុទានផងដែរការដាក់បញ្ចូលបញ្ហាចំនួនជាមួយនឹងប្រទេសកម្ពុជានៅក្នុងបញ្ជីក្តីព្រួយបារម្ភនេះបង្ហាញថាប្រជាពលរដ្ឋថៃកំពុងតែតាមដានយ៉ាងដិតដល់នៅគោលនយោបាយការបរទេសដែលអាចធ្វើឲ្យប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់ពួកគេរាល់កត្តាទាំងអស់នេះសុទ្ធសឹងតែជាបញ្ហាស្នូលដែលទាមទារឲ្យមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ប៉ុន្តែរដ្ឋាភិបាលហាក់បីដូចជានៅមានភាពយឺតយ៉ាវនៅក្នុងការឆ្លើយតបនៅឡើយការគៀបសង្កត់ពីគ្រប់ទិសទីទាំងបញ្ហាផ្ទៃក្នុងនិងចំនួនការបរទេសកំពុងតែរុញច្រានគណៈរដ្ឋមន្ត្រីឲ្យដើរចូលទៅក្នុងផ្លូវទាល់ច្រកដែលពិបាកនឹងរកច្រកចេញឲ្យបានសមស្របទៅតាមការចង់បានរបស់មហាជនបន្ថែមលើបញ្ហាកំពូលទាំងអស់នេះគោលនយោបាយហិរញ្ញវត្ថុនិងសន្តិសុខសង្គមរបស់រដ្ឋាភិបាលកំពុងតែទទួលរងនៅការរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណជនថៃផងដែរហើយនឹងការថវិកាក្រោមក្រឹតគ្រាអាសន្នសម្រាប់ការខ្ចីប្រាក់ដ៏ធំសម្បើមចំនួន 400,000 លានបាតត្រូវបានប្រជាពលរដ្ឋប្រមាណជា 28.78% ចាត់ទុកថាគឺជារឿងគួរឲ្យសោកស្ដាយដោយសារតែអត្រាការប្រាក់ខ្ពស់និងបន្ទុកបំណុលជាតិដែលអាចធ្លាក់ទៅលើកូនចៅជំនាន់ក្រោយបញ្ហាជីវភាពរស់នៅតែបន្តញោមញីប្រជាជនដោយភាពប្រែប្រួលនៃតម្លៃទំនិញកសិកម្មទទួលបានការព្រួយបារម្ភចំនួន 28.17% ខណៈដែលការដាក់ចេញនៅលក្ខណៈវិនិច្ឆ័យដ៏តឹងរ៉ឹងសម្រាប់ការដាក់ចេញនៅអត្ថប្រយោជន៍សុខុមាលភាពរដ្ឋសម្រាប់ឆ្នាំ 2026 ធ្វើឲ្យប្រជាជន 24.27% មានការថ្នាំងថ្នាក់ផ្នែកសន្តិសុខសង្គមថៃវិញការរឹតបន្តឹងទៅលើការកាន់កាប់កាំភ្លើងមាន 25.27% និងក្តីបារម្ភអំពីអំពើខុសច្បាប់ដែលប្រព្រឹត្តដោយជនបរទេសនៅក្នុងប្រទេសថៃគឺមាន 22.98% កំពុងតែបង្ហាញអំពីភាពទន់ខ្សោយនៅក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរលើពីនេះគម្រោង TAAI Passport របស់ក្រុមហ៊ុនសេដ្ឋកិច្ច Digital និងសង្គមថៃកំពុងតែស្ថិតនៅក្រោមការត្រួតពិនិត្យដោយទទួលបានការចាប់អារម្មណ៍ប្រមាណជា 18.17% ទាក់ទិនទៅនឹងតម្លាភាពនៃគម្រោងជារួមមកអ្នកឆ្លើយតបត្រឹមតែ 5.34% តែប៉ុណ្ណោះដែលនៅមានសុទិដ្ឋិនិយមនិងគិតថាមិនមានបញ្ហាធ្ងន់ធ្ងរណាមួយគ្រប់គ្រាន់ដើម្បីគម្រាមកំហែងដល់ស្ថិរភាពរបស់រដ្ឋាភិបាលតួលេខដ៏តិចតួចនេះបង្ហាញយ៉ាងច្បាស់ថាស្ទើរតែប្រជាជាតិទាំងមូលកំពុងតែសម្លឹងមើលឃើញរដ្ឋាភិបាលនៅក្នុងនៃអវិជ្ជមានហើយនិងពោពេញទៅដោយក្តីសង្ស័យជាទីបំផុតនៅពេលដែលវាយតម្លៃទៅលើសមត្ថភាពជាក់ស្ដែងរបស់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញទាំងអស់នេះលទ្ធផលស្ទង់មតិបានបង្ហាញរូបភាពមួយដែលមិនសូវល្អប្រសើរប៉ុន្មានឡើយសម្រាប់លោកអនុទានបច្ចុប្បន្នអ្នកឆ្លើយតបចំនួន 39.69% បានបង្ហាញក្តីសង្ឃឹមតិចតួចថារដ្ឋាភិបាលនឹងអាចដោះស្រាយបញ្ហាបានតែមួយចំនួនតូចតែប៉ុណ្ណោះខណៈដែល 31.99% ផ្សេងទៀតមានភាពទុតិធិនិយមដែលគិតផ្ទុយស្រឡះទាំងស្រុងដោយជឿជាក់ថារដ្ឋាភិបាលមិនអាចគ្រប់គ្រងឬក៏ដោះស្រាយបញ្ហាអ្វីបានទាល់តែសោះមានប្រជាជនត្រឹមតែ 11.68% ប៉ុណ្ណោះដែលជឿថារដ្ឋាភិបាលអាចដោះស្រាយបញ្ហាបានច្រើននិង 16.26% ដែលជឿជាក់ថាពួកគេអាចគ្រប់គ្រងទៅនឹងអ្វីៗគ្រប់យ៉ាងបានយ៉ាងរលូនចំពោះការទស្សន៍ទាយអំពីអាយុកាលនិងការរស់រានមានជីវិតរបស់រដ្ឋាភិបាលថៃក្រៅពី 37.86% ដែលជឿថារដ្ឋាភិបាលនឹងត្រូវបរាជ័យទាំងស្រុងនោះមាន 26.03% ទៀតដែលយល់ឃើញថាពួកគេនឹងអាចរស់រានមានជីវិតបន្តទៅមុខបានប៉ុន្តែត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកកេរ្តិ៍ឈ្មោះនិងការគ្រប់គ្រងអ្នកដែលជឿថារដ្ឋាភិបាលថៃបច្ចុប្បន្នអាចរស់រានមានជីវិតដោយរងការខូចខាតបន្តិចបន្តួចមាន 17.94% និងអ្នកដែលជឿថាអាចរស់រានបានដោយគ្មានបញ្ហាអ្វីទាល់តែសោះនោះគឺមានត្រឹមតែ 17.71% តួលេខនៃក្តីរំពឹងនេះបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលលោកអនុទានច័ន្ទវីរៈកុលរបស់ថៃកំពុងតែដើរនៅលើខ្សែពួរដ៏ស្ដើងបំផុតដែលកំហុសឆ្គងបន្តិចបន្តួចណាមួយអាចនឹងធ្វើឲ្យរដ្ឋាភិបាលទាំងមូលត្រូវដួលរលំភ្លាមៗផ្ទាល់តែម្ដងយ៉ាងណាមិញក្រៅអំពីបញ្ហាគោលនយោបាយនិងការគ្រប់គ្រងរដ្ឋការស្ទង់មតិនេះក៏បានផ្ដោតការចាប់អារម្មណ៍ទៅលើទស្សនវិជ្ជានយោបាយផ្ទៃក្នុងផងដែរជាពិសេសគឺសកម្មភាពដែលលោកអនុទានច័ន្ទវីរៈកុលបានអោនគោរពអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីនវត្រាកាលពីពេលថ្មីៗនេះចំពោះកាយវិការនេះមហាជនចំនួន 41.45% បានយល់ឃើញថាវាគឺគ្រាន់តែជាការបង្ហាញនៅការគោរពតាមប្រពៃណីពីអ្នកក្មេងទៅកាន់ចាស់ទុំតែប៉ុណ្ណោះប៉ុន្តែមាន 29.62% ដែលចាត់ទុកថានេះគឺជាឆាកល្ខោននយោបាយសុទ្ធសាធដើម្បីផលប្រយោជន៍មតិចំនួន 21.60% ជឿជាក់ថានៅក្នុងឆាកនយោបាយគឺពិតជាគ្មានមិត្តពិតហើយក៏គ្មានសត្រូវអចិន្ត្រៃយ៍នោះទេខណៈដែល 17.48% យល់ឃើញថាការអង្វរកសុំការគ្រប់គ្រងពីលោកថាក់ស៊ីនស៊ីនវត្រានិង 9.62% គិតថាជាសញ្ញានៃការបន្តគ្រប់គ្រងពីគណៈបកភឿថៃរបាយការណ៍ស្ទង់មតិដ៏លម្អិតនេះត្រូវបានធ្វើឡើងយ៉ាងសុក្រឹតបំផុតនៅចន្លោះពីថ្ងៃទី 18 ដល់ថ្ងៃទី 20 ខែសីហាឆ្នាំ 2026 ដោយបានប្រមូលយកគំរូបុគ្គលចំនួន 1310 នាក់ដែលមានអាយុ 18 ឡើងទៅមកពីគ្រប់តំប
ន់មកពីគ្រប់កម្រិតអប់រំនិងមុខរបរទូទាំងប្រទេសតាមរយៈការសម្ភាសតាមទូរស័ព្ទដោយមានកំហុសឆ្គងត្រឹមតែ 0.05% និងកម្រិតទំនុកចិត្តរហូតទៅដល់ 97.0% ឯណោះលទ្ធផលនេះវាបានคล้ายទៅជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់បំផុតអំពីការពិតនៃវិបត្តិនយោបាយដែលកំពុងតែអង្រួនកៅអីរបស់លោកនាយករដ្ឋមន្ត្រីអនុทิនច័ន្ទវរៈគុលនាពេលសប្តាហ៍ថ្ងៃនេះសូមបញ្ជាក់ជូនបងប្អូនប្រិយមិត្តទេសនិកជនម្ដងទៀតថានេះគឺជារបាយការណ៍ដែលខ្ញុំដកស្រង់ចេញពីសារព័ត៌មាន Standard ចុះផ្សាយថ្ងៃទី23ខែសីហាឆ្នាំ2026តើបងប្អូនយល់យ៉ាងណាដែរអាចបញ្ចេញមតិនៅក្នុងប្រអប់ comment ក្រោមវីដេអូបានសូមអរគុណសូមជម្រាបលាផុសតាំងនៅលើដីមិនអាចលាក់បាំងបានឡើយទូកុងតឺន័ររបាំងលួបន្លានិងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្ដែងនៅតាមព្រំដែនព្រមទាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ 20,000 នាក់ក្នុងចំណោមជនភៀសសិកសរុប 65,000 នាក់ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនគឺជាអង្គហេតុដែលអាចមើលឃើញកត់ត្រានិងផ្ទៀងផ្ទាត់បានសំខាន់ជានេះទៅទៀតអង្គហេតុនៃការរំលោភឈ្លានពានទាំងនេះលែងស្ថិតនៅក្រោមក្រសែភ្នែករបស់ប្រជាជនកម្ពុជាតែម្នាក់ឯងទៀតហើយអាស៊ានតំណាងការទូតបរទេសអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់បំផុតលើសកម្មភាពនៃការរំលោភបំពានរបស់យោធាថៃទាំងក្នុងអំឡុងសង្គ្រាមឈ្លានពាននិងក្រោយបាត់ឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីនបន្តពីប្រទេសម៉ាឡេស៊ីបានចុះទៅដល់ទីតាំងសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅតំបន់ច្រកបឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានពិនិត្យ14ទីតាំងដែលមានទូកុងតឺន័រ44ទូខណៈប្រជាពលរដ្ឋកម្ពុជាចំនួន 7,873 នាក់ស្មើនឹង 1,869 គ្រួសារក្នុងនោះមានកុមារ 1,847 នាក់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទក្រុមអ្នកសង្កេតការណ៍បានពិនិត្យ10ទីតាំងដែលមានទូកុងតឺន័រសរុប72ទូនៅពីក្រោយទូកុងតឺន័រទាំងនេះគឺប្រជាពលរដ្ឋកម្ពុជាចំនួន 5,386 នាក់ស្មើនឹង 1,449 គ្រួសារក្នុងនោះមានកុមារ 1,569 នាក់ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេបានបើបុកតួលេខទាំងនេះស្ថានភាពនៅទីតាំងទាំង3នៅក្នុងខេត្តបន្ទាយមានជ័យតែមួយដែលបានរៀបរាប់ខាងលើពាក់ព័ន្ធនឹង24ទីតាំងទូកុងតឺន័រ116ទូនិងប្រជាពលរដ្ឋកម្ពុជាចំនួន 13,259 នាក់ស្មើនឹង 3,318 គ្រួសារក្នុងនោះមានកុមារ 3,416 នាក់ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនេះមិនទាន់រាប់ទាំងជនភៀសសិកនិងកុងតឺន័របន្លាលួសដែលយោធាថៃបានរំលោភបំពានមកលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជានៅក្នុងខេត្តព្រះវិហារខេត្តឧត្តរមានជ័យនិងខេត្តពោធិ៍សាត់ផងទេនេះមិនមែនគ្រាន់តែជាតួលេខទេប៉ុន្តែនៅពីក្រោយទូកុងតឺន័រនីមួយៗមានគ្រួសារដែលកំពុងរងចាំត្រឡប់ទៅផ្ទះរបស់ពួកគេវិញយ៉ាងអន្ទះសារបំផុតមានកុមារដែលត្រូវឃ្លាតពីលំនៅឋានសាលារៀននិងសហគមន៍របស់ខ្លួនដូច្នេះទូកុងតឺន័រទាំងនេះមិនមែនគ្រាន់តែជាវត្ថុដែលដាក់នៅលើដីប៉ុណ្ណោះទេប៉ុន្តែជាផ្នែកមួយនៃស្ថានភាពជាក់ស្ដែងដែលកំពុងរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាផ្ទុយពីសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ប្រការ4បានបញ្ជាក់ថាភាគីទាំងពីរអនុញ្ញាតឲ្យជនភៀសសិកត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនិងផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិកាន់តែសំខាន់ផុសតាងទាំងនេះមិនត្រឹមតែត្រូវបានឃើញដោយក្រុមអ្នកសង្កេតការណ៍អាស៊ានប៉ុណ្ណោះទេតំណាងការទូតបរទេសដែលបានចុះទៅតំបន់ព្រំដែនក៏បានឃើញដោយផ្ទាល់នៅស្ថានភាពនៅលើដីដូចគ្នានេះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទោសស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrews ក្នុងដំណើរបំពេញបេសកកម្មរបស់លោកក៏បានសង្កេតឃើញរបាំងទូកុងតឺន័រលួសនឹងការរារាំងការចូលទៅកាន់តំបន់មួយចំនួនហើយបានលើកឡើងពីស្ថានភាពប្រជាពលរដ្ឋដែលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួននេះជាចំណុចមួយដែលមិនអាចមើលរំលងបានមានផ្នែកទី3កំពុងមើលមានអ្នកសង្កេតការណ៍កំពុងផ្ទៀងផ្ទាត់មានតំណាងការទូតបានឃើញទីតាំងជាក់ស្ដែងមានអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិបានឃើញផលប៉ះពាល់លើប្រជាពលរដ្ឋដូច្នេះការបដិសេធមិនអាចលុបអង្គហេតុបានឡើយហើយការបង្កើត fait accompli ក៏មិនអាចបង្កើតភាពស្របច្បាប់បានដែរទូកុងតឺន័រមិនមែនជាបង្គោលព្រំដែនលួបន្លាមិនមែនជាសិទ្ធិសញ្ញាលេនដ្ឋានមិនមែនជាផែនទីខណ្ឌសីមាការដាក់ទោសជាតិមិនមែនជាបានកម្មសិទ្ធិលើទឹកដីហើយការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ
កម្ពុជាបន្តប្រកាន់ចំហមឹងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដោយផ្អែកលើសន្ធិសញ្ញានិងអនុសញ្ញាបារាំងសៀមពិធីសារកំណត់ព្រំដែនផែនទីនិងលទ្ធផលនៃការងារខាងសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀម MOU ឆ្នាំ2000 TOR ឆ្នាំ2003និងគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងឬការបង្កើតអង្គហេតុសម្រេចដោយឯកតោភាគីឡើយ